OK វីដេអូនេះសម្រាប់ការ confirm នៅក្នុង low time frame ហើយវីដេអូមួយហ្នឹងដែរក៏ខ្ញុំប្រើសម្រាប់វីដេអូមួយហ្នឹងខ្ញុំប្រើសម្រាប់អ្នកដែលគាត់ប្រើ indicator ដូចរបស់ខ្ញុំអញ្ចឹងណាហើយបើសិនជាអ្នកដែលអត់ប្រើ indicator ដូចរបស់ខ្ញុំក៏អាចគូជា liquidity របស់បកគោល time frame 30នាទីឬក៏បកគោល time frame 1ម៉ោង15នាទីអីដើម្បីយកមកចាប់ជា liquidity ក៏បានដែរព្រោះតួឯកនៅក្នុងវីដេអូមួយហ្នឹងគឺជា liquidity ហើយនិង OTE អញ្ចឹងទោះបីជាយើងអត់មាន indicator page សម្រាប់ការ confirm អាហ្នឹងក៏យើងអាចទី1យើងអាចធ្វើអីបានទី1យើងអាចចាប់ម៉ោងទី2យើងអាចគូ liquidity ក៏ប៉ុន្តែបើសិនជាយើងមានអានេះគឺយើងអាចចំណូលបានដូចជាការចាប់ liquidity ឲ្យហើយនឹងការចាប់ម៉ោងឲ្យយើងគឺម៉ោងរវាងម៉ោងXX5 និង XX10 អញ្ចឹងបានន័យថារវាងចន្លោះមុនពេលបើកបកគោ1ម៉ោង10នាទីនិងក្រោយពេលបើកបកគោ1ម៉ោង10នាទីដែលជាម៉ោងដែលអាចនឹងមាន volatility និងការប្រែ liquidity បង្កើតឲ្យមាន CISD ឬក៏ breaker ដែលមានប្រសិទ្ធភាពនៅក្នុង low time frame អញ្ចឹងនៅក្នុងវីដេអូមួយហ្នឹងគឺខ្ញុំប្រើនៅក្នុង low time frame សុទ្ធសាធតែម្ដងបើសិនយើងអត់ចង់ប្រើ low time frame យើងអាចបកទៅមើលនៅក្នុងការ live របស់ខ្ញុំនៅយប់មិញគឺខ្ញុំប្រាប់អំពីវិធី confirm ដោយមិនបាច់ប្រើប្រាស់ low time frame អញ្ចឹងឥឡូវយើងមកនិយាយនៅក្នុង topic របស់យើងវិញអញ្ចឹងតួឯកនៅក្នុងវីដេអូមួយហ្នឹងគឺ liquidity របស់បកគោ time frame កដាលដូចជា time frame 15នាទី30នាទីឬក៏1ម៉ោងជាដើមហើយការកើតឡើងដែលមានប្រសិទ្ធភាពគឺនៅក្នុងចន្លោះ macro ហ្នឹងហើយនឹងមួយទៀតគឺ OTE អញ្ចឹងដើម្បីដោះស្រាយបញ្ហាមួយដែលថា OTE ពេលដែលប៉ះហើយយើងចូលមិនដើម្បីឲ្យត្រូវព្រោះពេលខ្លះប៉ះហើយអញ្ចឹងអូខេយើងប៉ះហើយប៉ះចូលនៅក្នុង OTE ហើយយើងចង់ឡងប៉ុន្តែឡងទៅស្រាប់ត្រឡប់មកវិញដាច់ stop loss តើធ្វើម៉េចដើម្បីប្រើខ្សែហ្នឹងចូលត្រូវហើយកុំឲ្យដាច់ stop loss ព្រោះអីខ្ញុំជួបបញ្ហាហ្នឹងច្រើនក៏ដូចជាសិស្សយើងក៏ជួបច្រើនដែរដែលយើងដឹងថាឡៃហ្នឹងប៉ះហើយត្រូវឡើងហើយតែធ្វើម៉េចកុំឲ្យដាច់ stop loss មុនពេលដែលវាឡើងអញ្ចឹងរបៀបប្រើវាសូមកត់ទុកទៅគឺពេលដែលវាចូលមកប៉ះជាមួយនឹងខ្សែ OTE ណាមួយក្នុងអំឡុងម៉ោង macro នឹងបានផ្ដាច់ liquidity អញ្ចឹងបានន័យថាបើយើងមានกระดาษសមួយចាំមើលខ្ញុំគូសជាគំរូអូខេឥឡូវយើងមកដល់ whiteboard របស់យើងខ្ញុំគូសជាគំរូមួយអញ្ចឹងឧទាហរណ៍ថាយើងមានខ្សែ key level ណាមានខ្សែ key level អញ្ចឹងនេះគឺ key level ចាត់ទុកថាវាជា OTE ឬក៏ជា25%ជាអីចឹងណាហ្នឹងហើយមានខ្សែនៅហ្នឹងអញ្ចឹងនៅពេលដែលតម្លៃវាធ្លាក់ចុះមកហើយយើងរំពឹងចង់ឡងអញ្ចឹងឧទាហរណ៍ថាវាធ្លាក់ចុះមកពីខាងលើនេះខាងលើហ្នឹងណាអញ្ចឹងឧទាហរណ៍ថាវាធ្លាក់ចុះមកអញ្ចឹងអានេះគឺជា first touch របស់វាបានន័យថាវាជា first touch បានន័យប៉ះហ្នឹងលើកទី1អញ្ចឹងពេលដែលប៉ះហ្នឹងមិនមែនបានន័យថាយើងចូលទិញនៅកន្លែងហ្នឹងភ្លាមនៅត្រង់នេះទេណាព្រោះអីវាអាចនឹងមានករណីច្រើនដែលវាធ្លាក់ចុះមកតាម trend របស់នេះធ្លាក់ចុះមកតាម trend នៃបកគោមួយអាខ្សែ OTE ខាងលើខ្សែទី1ខ្សែទី2អញ្ចឹងឧទាហរណ៍ថាវាធ្លាក់ចុះមកប៉ះជាមួយនឹងហ្នឹងប៉ះដោយប្រើអានេះវាយធ្លាក់ចុះមកអញ្ចឹងនៅពេលដែលវាធ្លាក់ចុះមកអញ្ចឹងវាប៉ះលើកទី1វាមានករណីច្រើនដែលបើសិនជាយើងចូលទិញនៅត្រង់នេះយកហ្មងគឺវាដាច់នឹងចេះណាហើយនឹងវាបន្តធ្លាក់ទៅទៀតអញ្ចេះយល់ទេអញ្ចឹងបានន័យថាយើងអាច follow trend អានេះរហូតមកតើនេះតែបើក្នុងករណីថាខាងក្រោយនេះមាន PD array ដែលខ្លាំងដូចជា SVG ដូចជាអីចឹងណាឧទាហរណ៍មាន SVG time frame ធំនៅនឹងអូខេហើយយើងរំពឹងថាយើងគូហើយយើងចង់ឡងពីហ្នឹងទៅតែយើងធ្វើដូចមិនដេចដើម្បីឡងជាមួយនឹងខ្សែ
នេះយើងរំពឹងថាយើងឡងជាមួយនឹងខ្សែលេខ2នេះដោយប៉ះជាមួយ AVG នេះហើយឡើងទៅវិញយើងឡងមិនដើម្បីកុំឲ្យដាច់ stop loss នៅត្រង់នេះនៅកន្លែងទី1នេះអូខេអញ្ចឹងរបៀបឡងនៅកន្លែងហ្នឹងគឺយើងមាន3ចំណុចធំខ្ញុំលុបអានេះចោលសិនចំណុចទី1គឺឲ្យវាប៉ះលើកទី1ហើយយើងគូ liquidity យើងគូ liquidity មិនបន្ទាត់មានអីសបើមកនេះយើងគូ liquidity ដែលជា SSL ណាបន្ទាប់មកទៀតយើងចាំឲ្យ liquidity ដែលប៉ះលើកទី1នឹងដាច់សិនហើយអា liquidity នឹងវាអាចជាអី liquidity នឹងអាចជា1ម៉ោង high ឬក៏1ម៉ោង low អានេះខ្ញុំគិតគណនាគិតជាការដែលយើងចង់ឡងណាចឹងហើយយើងនិយាយពីការចង់ឡងសិនបន្ទាប់មកទៀតយើងគូ high នៅនេះណាចឹងនៅពេលដែលអានេះវាផ្ដាច់ liquidity ហើយយើងរំពឹងឲ្យមានអីគេអាហ្នឹងក្នុងករណី time frame តូចណារំពឹងឲ្យវាចាក់ចុះមកប៉ះជាមួយនឹង SVG ដែលយើងចង់បាននេះដែលយើងចង់ឲ្យវាប៉ះនេះឧទាហរណ៍នេះគឺជា liquidity SVG នៃ time frame 1ម៉ោងឬក៏15នាទីឲ្យប៉ះជាមួយនឹងហើយវាឡើងទៅវិញបែកអាហាយនេះបែកអាហាយហ្នឹងប្រកាសជាវាមាន inversion SVG ណាមួយដែលនៅក្នុងប្រឡោះនេះណាអញ្ចឹងនៅពេលដែលវាត្រឡប់មកវិញវានឹងប៉ះជាមួយនឹងអាហ្នឹងហើយឡើងបន្តមកទៀតបើសិនជាយើងអត់ confident ជាមួយនឹងអានេះទេយើងអាចចាំឲ្យវាជន់លើពួកនេះហើយឡើងបន្តទៀតអញ្ចឹងអានេះគឺជា first entry នេះគឺជា second entry អញ្ចឹងបើសិនជាយើងអត់បាន confirm យើងចូលទៅឡងផ្ទាល់ជាមួយនឹងការដែលប៉ះលើកទី1នៃការប៉ះខ្សែ OTE ឥឡូវខ្ញុំដាក់នេះថា OTE ចុះអូខេវាជាងកនូអូខេអានេះគាត់ថាវាជាលើ OTE មានអីចេះលើ OTE វាអាចនឹង 50% នឹង EQ អីចឹងទៅចឹង one of them ហ្នឹងហើយអាចនឹងមួយក្នុងចំណោមពួកហ្នឹងក្នុងចំណោមពួកខ្សែអស់ហ្នឹងចឹងក្នុងហ្នឹងបើមិនសិនជាមាន2ខ្សែ2វានឹងប្រើខ្សែទី1ក្លាមឡើងទៅរកខ្សែទី2ជន់ខ្សែទី2ទៅរកខ្សែទី3ដើម្បីទៅរក target បន្ទាប់ណាអញ្ចឹង most of the time ភាគច្រើនគឺគ្នាយើង fail នៅ first touch នេះ fail នៅ first touch ហ្នឹងប៉ះលើកទី1ហ្នឹងហើយអត់បាន confirm ទេអញ្ចឹងដើម្បី confirm វាឲ្យបានត្រឹមត្រូវយើងមានទទួលត្រូវមានអីខ្លះទី1high time frame PD array ហ្នឹងណាអាចជា SVG breaker block អីចឹងណា breaker block OB ហ្នឹងហើយទី1ទី2មានខ្សែ OTE key level ទី3អានេះអាចនឹងកើតមានឡើងនៅក្នុងអាឡែងផ្ដាច់នេះអាចកើតមានឡើងនៅក្នុងពេលវេលា XX 5ទៅ XX 10ចឹង PD array ដែលវា sweep liquidity គឺវា sweep liquidity នៅពេលដែលបើកបកគោម៉ោងបិទបើកបកគោម៉ោង1ម៉ោងហ្នឹងអាហ្នឹងគឺ hourly close and open hourly open price ហ្នឹងហើយអា
អាចកើតមានឡើងនៅក្នុងរវាងម៉ោង hourly open price ហ្នឹងអញ្ចឹងគឺ sweep liquidity គឺ sweep នៅក្នុងហ្នឹងបង្កើត PD array ថ្មីក៏បង្កើតនៅក្នុងហ្នឹងដែរតោះនេះអញ្ចឹងការ confirm ដែលប្រើមនីតិយើងត្រូវការមាន strict rule មួយគឺមាន3ចំណុចហ្នឹងទី1មាន key level ទី2មាន PD array ទី3គឺមាន liquidity ដែលបង្កើតឡើងនៅ hourly open ហ្នឹងឯង hourly open គឺម៉ោងឧទាហរណ៍យើងចង់ trade បកគោលម៉ោង9ឬក៏បកគោលម៉ោង8គឺយើង trade រវាងម៉ោង 7:50 ទៅដល់ម៉ោង 8:10 នាទីតោះនេះចឹងបានន័យថាបើសិនវាចង់បន្ត trend ពីម៉ោង 7:50 គឺម៉ោង 8:10 នាទីវានឹងបន្តហើយបើសិនវាចង់ sweep liquidity គឺវា sweep រវាងម៉ោង 7:50 នឹងឯងអញ្ចឹងអានេះគឺជាឧទាហរណ៍មួយបើសិនយើងមាន key level ចំនួន2ទី1គឺយើងអាច confirm នៅអា key level ខាងក្រោមគេទាំងអស់ដែលវាបាន sweep liquidity ចាប់ breaker ចូលនៅហ្នឹងក៏ប៉ុន្តែបើសិនជាយើងចង់ចាប់ចូលនៅក្នុងចង់បំបែកឲ្យបាន2ជាន់គឺយើងត្រូវចាប់យកកន្លែងដែលវាបំបែកខ្សែទី2ជាន់ខ្សែទី2ឡើងទៅលើតែម្ដងហ្នឹងលឿនណាអានេះរៀងតឹងចិត្តតិចពេលខ្លះវាមិនមែនដូចគំនូដែលខ្ញុំគូសចឹងទេគំនូដែលខ្ញុំគូសជាន់ឲ្យទៅវឹងហ្មងអូខេវាអាចមានករណីជាន់ឲ្យទៅវឹងចឹងនេះគ្រាន់តែជាscenario ដែលយើង textbook ទេ textbook scenario ក៏ប៉ុន្តែបើសិនជាយើងមើលមែនតើនេះគឺជារូបភាពពិតវាបង្កើតមានការ sweep liquidity គឺកើតនៅក្នុងចន្លោះហ្នឹងខ្ញុំអត់កុហកអីចឹងអ្នកនរគ្នាអាចទៅចាប់ប្រអប់នឹងមើលបានហើយអា time box អស់ទាំងអស់ហ្នឹងក៏អាចយើងអាចប្រើជា indicator ចំនួនអីផ្សេងក៏បានដែរអញ្ចឹងអានេះអូខេ30នាទី liquidity low បានន័យថា ASL នៃ30នាទីកើតមានឡើងនៅក្នុង OTE នៅក្នុង key level ហ្នឹង key level អីគេអាចជា key level 90% អានេះ 100% អញ្ចឹង 90% បង្កើតឲ្យមានអញ្ចឹងវាបង្កើតឲ្យមានអីគេបង្កើតឲ្យមានការ sweep liquidity អញ្ចឹងបើសិនជាយើងបកឲ្យទៅមើលនៅក្នុង time frame 15នាទីត្រង់ហ្នឹងមានអីគេមាន AVG 15នាទី AVG 15នាទីដែលស្ថិតនៅក្នុងរៀងចន្លោះ low នឹងដែរចានេះបានឲ្យវាធ្លាក់ចាក់ចូលមកដើម្បី fill AVG 15នាទីហ្នឹងហើយ sweep liquidity ចូលទៅក្នុង time frame ចូលទៅក្នុង OTE 90% អញ្ចឹងបើសិនជាយើងបកទៅមើលនៅក្នុង time frame 1នាទីវិញវាកើតមានឡើងនៅក្នុងចន្លោះម៉ោងដែលខ្ញុំនិយាយហ្នឹង8 9 50ហ្នឹងហើយ9 10នាទី8:50 9 10នាទីអញ្ចឹង8:50គឺផ្ដាច់ liquidity low បង្កើតឲ្យមានអីអញ្ចឹងយើងអត់ទាន់ចូលនៅនឹងភ្លាមទេយើងចាំមើលការ confirm ថាវាដូចអីដែលយើងចង់បានអត់អញ្ចឹងអានេះវាបង្កើតមាន CISD first touch ហ្នឹងគឺអានេះវាត្រឹមត្រូវវាអាចបង្កើតមាន CISD ដែលបាន sweep liquidity អញ្ចឹងអានេះ early entry យើងចូលនៅនេះក៏តែខ្ញុំអត់ recommend ទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាជន់បាយពួកអស់នេះសិនអូខេហ្នឹងហើយចានេះវាបាយហើយវាជន់ពីលើវាបង្កើតមាន CISD ថ្មីវាជន់ពីលើខ្សែ 100% ខ្សែ previous high ហ្នឹងហើយ previous high ហ្នឹងហើយជន់លើខ្សែ previous high បត់ចូលមកក្នុងអាហ្នឹងវិញអញ្ចឹងកន្លែងហ្នឹងយើងអាចចូលនៅនឹងដាក់ stop loss នៅនេះបានហើយវានឹងឡើងទៅអូខេតែវាក៏អាចមកបកមកវិញអញ្ចឹងការបកមកវិញរបស់វាក៏វានៅមាន protected low ដែរអញ្ចឹងយើងជ្រើសរើសការ sweep liquidity នៅក្នុងម៉ោងហ្នឹងដើម្បីអីយើងជ្រើសរើសការ sweep liquidity នៅក្នុងម៉ោង50ហ្នឹងដោយសារតែម៉ោងហ្នឹងវាមានការ sweep liquidity ខាងក្រោយអញ្ចឹងអានេះវាបង្កើតឲ្យមានការការពារ low របស់វាការពារជើងរបស់វាដោយសារវាបានយក liquidity ហើយអញ្ចឹងគោលដៅរបស់យើងដែលចាំនៅម៉ោងហ្នឹងគឺយើងចង់បាន protected low ចង់បាន low ដែលអាចការពារ stop loss របស់យើងបានអញ្ចឹងរាល់ការចូល entry របស់យើងចង់បានបើសិនយើង short យើងចង់បាន high ដែលអាចការពារ stop loss យើងបានរហូតដល់តែយើងដល់គោលដៅដែលសម្រាប់ការ long យើងចង់បាន low ដែលអាចការពារ stop loss long របស់យើងបានរហូតទៅដល់គោលដៅណាអញ្ចឹងអានេះបើសិនវា break ប៉ុណ្ណឹងហើយ break ប៉ុណ្នេះហើយយើងអាចចូលទៅឬក៏យើងអាចដាក់ limit entry នៅពេលដែលវាត្រឡប់មកវិញម្ដងទៀតនៅត្រង់នេះណាអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាវាបកមកវិញអត់ហើយនេះបើយើងចង់ចូលតាមយើង scalping ចង់ចូលតាមអូខេប៉ុណ្នេះ target ប៉ុណ្នេះសម្រាប់អ្នក scalp 1នាទីគឺគ្រប់ទឹកបាត់ហើយប៉ុណ្នេះហ៎ណាឃើញអត់អានេះវាមាន inversion
ចំណុចល្អរបស់ indicator មួយហ្នឹងគឺខ្ញុំឆ្លាញ់ជាងគេគឺ inversion AVG ដោយសារតែពេលដែលវាចាប់ AVG មកពេល AVG នឹងបែកគឺវាចាប់ AVG នឹងបន្តទៀតសម្រាប់យើងប្រើជាន់ឡើងទៅលើដូចគ្នានឹងដែរពួកអានេះក៏វាមាន AVG សម្រាប់ការចាប់ដែរមើលអានេះក៏វាមាន AVG របស់វាដែរត្រង់នេះអញ្ចឹងនៅពេលដែលវាបំបែកវានឹងចេញ AVG ហ្នឹងណាតែនេះវាគ្រាន់បំបែកភ្លាមវាចូលមកប៉ះភ្លាមវាទៅវិញអញ្ចឹងអា AVG ដែលវា inverse ហ្នឹងគឺខ្លាំងអូខេឃើញអត់នេះឃើញទេហ្នឹងហើយ AVG ដែលវា inverse ហ្នឹងគឺខ្លាំងអញ្ចឹងឡែកហ្នឹងយើងអាចប្រើការ confirm ហ្នឹងអញ្ចឹងយើង confirm របៀបមិនក៏ត្រូវដែរបើមិនយើងចាប់អា liquidity នេះត្រូវចាប់អា key point នេះត្រូវនេះចាប់អា3នេះត្រូវណាចាប់3អ្នកនេះត្រូវយើងចង់ចូលមិនក៏ត្រូវដែរអត់ប្របាក់ទេអញ្ចឹងអានេះគឺការ confirm នៅក្នុង low time frame ធ្វើម៉េចកុំឲ្យដាច់ stop loss មុនពេលកុំឲ្យមានការឈឺចាប់នៅពេលដែលយើងថាយើងដឹង direction កន្លែងហ្នឹងចូលទិញហើយបកាច់ឲ្យចូលទិញឲ្យដាច់ stop loss ទៀតណាយើងត្រូវការចាំឲ្យវា sweep សិនបែកនៅក្នុង macro សិនហើយចាំបកចូលណា Pew very beautiful inversion strong ហើយសម្រាប់ sitting គឺខ្ញុំអ្នកណាដែលប្រើ indicator ហ្នឹងគឺខ្ញុំបានតម្លាក់នៅក្នុងឆាតដើម្បីឲ្យ sitting តាមទៅឲ្យវាត្រូវអញ្ចឹងណាហ្នឹងហើយព្រោះអានេះបើសិនជាយើងប្រើតាម default ហ្មងខ្ញុំជឿថាអាចនឹងវិលមុខដោយសារតែទី1ពណ៌ទី2ឡាញច្រើនពេកខ្សែច្រើនពេកទី3 SVG ច្រើនពេកអញ្ចឹងសម្រាប់ខ្ញុំប្រើតែ inversion SVG ទេ SVG ធម្មតាខ្ញុំមើលផ្នែកទទេបានសម្រាប់ inversion SVG អូខេវាមិនបែកហើយខ្ញុំអាចនឹងផ្លេចចាប់អញ្ចឹង inversion SVG គឺសំខាន់ហើយអាខ្សែទាំងអស់នេះគឺប្រើ indicator ផ្សេងទេ indicator free ទេនេះអានេះហ្នឹងហើយចាប់ការ confirm អញ្ចឹងអានេះវា CISD អីវាចាប់ឲ្យយើងបន្តអញ្ចឹងការបដូរទិសក៏វាចាប់ឲ្យដែរហ្នឹងហើយក៏តែបើសិនជាយើងប្រើវាអត់មានសតិសម្បញ្ញាដែលប្រើវាដោយឃើញតែបត់ចូលហ្មងអត់មានចាំអាលក្ខខណ្ឌ3នេះអាហ្នឹងស្បៃអីណាហ្នឹងហើយអូខេអញ្ចឹងសម្រាប់វីដេអូមួយហ្នឹងគឺខ្លីទេមានតែប៉ុណ្្នឹងទេគឺបរិញ្ញា confirm កុំឲ្យដាច់ stop loss មុនពេលដែលទីផ្សារ fly ឬក៏ drop ហ្នឹងហើយមុនពេលដែល profit ណាត្រូវការពារ stop loss មុនពេលដែល profit ត្រូវមានលក្ខខណ្ឌ3ហ្នឹងបកមកវិញលក្ខខណ្ឌ3មាន PD array key level hourly macro ហើយនឹង formation របស់វាអូខេអាចនឹងមាន formation របៀបអញ្ចេះអញ្ចឹងយើងអាចមើលទៅខ្សែហ្នឹងបើមាន2យើងត្រូវជន់ទី1ទៅរកទី2ឬក៏ sweep ទី1 sweep liquidity ចូលទៅក្នុង OTE បង្កើតឲ្យមាន PD array បន្ទាប់ពេលដែលវានេះហ្នឹងអញ្ចឹងបន្ទាប់ពេលដែលវា sweep ហ្នឹង sweep ហើយនេះ sweep នេះហើយបែកបង្កើតឲ្យមាន inversion ជន់លើខ្សែឡើងទៅហើយរឿងជន់លើខ្សែនេះវាអាចនឹងធ្លាក់ចុះទៅប៉ះទៅត្រូវ inversion អត់ជន់ក៏ថាបានតែពេលខ្លះក៏ជន់អញ្ចឹងទៅបើសិនជាអាហ្នឹងវាចិត្តជាមួយនឹងinversion វាអាចជន់តែ inversion អត់ជន់ OTE មកវិញទេអញ្ចឹងដូចក្នុងករណីនេះអញ្ចឹងsweep ហើយបែកឡើងជន់លើខ្សែទី2ហ្នឹងមានអីគេខ្សែទី2មាន inversion នៅក្រោមហ្នឹងអញ្ចឹងយើងអាចដាក់ entry នៅ inversion ហ្នឹងទៅហើយចាំបែកឡើងឬក៏ឡើងបន្តជាមួយនឹងខ្សែទី3អញ្ចឹងបើសិនជាយើងត្រូវគ្រាន់តែថាយើងមើលតែខ្សែយើងអត់មានការconfluence ដូចខ្ញុំជឿថាមានអ្នក short នៅនេះណាមានអ្នក short នៅនេះហើយដោយសារតែចេញ CISD ចេញនេះអីហើយចេញ breaker tool អាហ្នឹងហើយចុះមកខាងក្រោមអាចនឹងមានអ្នកចាំ short នៅហ្នឹងតែអាហ្នឹងវាមិនមែនជា not the case ដោយសារតែខាងក្រោមនេះវាមាន breaker ណាខាងក្រោមមាន breaker អញ្ចឹងអាការ drop នេះគឺ drop មករក breaker ទេអញ្ចឹងដើម្បីថា confirm ថាវា drop ទៅដល់ណាយើងប្រើខ្សែនេះដើម្បីឡើងទៅតាម trend យើងត្រូវការវា drop មករក PD array នៅក្រោមបន្ទាប់មកបែកឡើងបានជន់ខ្សែហ្នឹងទៅបន្តអញ្ចឹងអានេះគឺជើងទី3ជើងទី1ជើងទី2ជើងទី3អាចចូលបានច្រើនជើង
ត្រឡប់មកវិញក៏វាត្រឡប់នឹងមករកអានេះដែរខ្ញុំមើលដល់មកចុងក្រោយមកអានេះវិញទេហើយអាខ្សែនេះអាខ្សែ open 1ម៉ោងនេះអាហ្នឹងក៏អាចប្រើជានេះដែរតែខ្ញុំអត់ recommend ឲ្យប្រើតែអាហ្នឹងដោយអត់មាន key level ឬក៏អត់មានអត់មាន OTE ឬក៏នឹងអត់មាន PD array ទេដោយសារតែការដែលយើងប្រើតែ open line គឺគ្រាន់តែជាការបកចុះមករកអីមួយទេចឹងអានេះអាចនឹងបកចុះមករកពួកអានេះដែលវាសល់ចន្លោះរៀងតលាយឃើញអត់គ្រាន់តែការប្រើរបស់អាមួយទៀតអាក្បាលរៀបនេះអានឹងបានតែ scout ទេតែចុះវាមករកអាពួកខ្សែនេះឲ្យវាទៅទៀតអីណាចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងកុំភ្លេច check ពួកអានេះផងចាំ screenshot អាហ្នឹងទុកទៅឬក៏ខ្ញុំនឹងអាចតម្លាក់ឲ្យមើលចេះស្រួលមើលទេនៅក្នុងការគូចេះណាក៏ចេះគូដែរតែសំខាន់អាមែនតើនេះធ្វើម៉េចហ្នឹងហើយអញ្ចឹង setting យើងមានហើយ indicator មានហើយ liquidity គេចាប់ឲ្យទៀតអញ្ចឹងtake action pull the trigger នៅពេលដែល everything check គ្រប់យ៉ាងវាចូលហើយយើងបាញ់ទៅកុំពេលតែឃើញគ្រប់យ៉ាងចូលហើយអត់ហ៊ានចូលដល់ពេលវាចាប់ដើមទៅលើបដិញតាមតផុតតែមកបកគោលដាច់ប៉ិតទៀតអាហ្នឹងនេះហើយអញ្ចឹងនៅពេលដែល everything check limit ដាក់ limit មកឬក៏បើយើងអត់ចង់ដាក់ limit ទេពេលដែលវាធ្លាក់មកហ្នឹង pull ទៅដាក់ stop loss ក្រុមនេះអូខេ